ត្រីគឺជាប្រភពអាហារដ៏ប្រសើរក្នុងការគ្រប់គ្រងផ្នែកមួយនៃស្បៀងអាហារការគិតគូរដើម្បីឲ្យមាននិរន្តរភាពទៅថ្ងៃអនាគតគឺជារឿងសំខាន់ណាស់សម្រាប់សហគមន៍យើងពេលនេះវាជាពេលវេលាសម្រាប់យើងក្នុងការយល់ដឹងពីសារៈសំខាន់នៃការធ្វើវេរីវប្បកម្មដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ននិងជាឱកាសនៃការបង្កើតការងារថ្មីការអភិវឌ្ឍជំនាញជាក់លាក់ដល់យុវជនគឺជាគន្លឹះសំខាន់ធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើននិងមាននិរន្តរភាពតើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការផ្លាស់ប្ដូរអនាគតរបស់អ្នកនឹងចាប់ផ្ដើមនៅពេលនេះសាលារៀនគោលដៅត្រូវបានផ្ដល់ជូននូវកម្មវិធីសិក្សាបន្ថែមផ្នែកវេរីវប្បកម្មដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសិស្សទទួលបានជំនាញច្បាស់លាស់ទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងដូចជាការបង្កាត់ពូជត្រីបច្ចេកទេសនៃការចិញ្ចឹមនិងប្រមូលផលរួមទាំងការបណ្ដុះបណ្ដាលជាក់ស្ដែងក្នុងការកែច្នៃផលិតផលត្រីដូចជាការធ្វើប្រហិតត្រីការសម្ងួតសាច់ក្រកត្រីនិងផលិតផលជាច្រើនទៀតដែលធ្វើពីវេរីសត្វជំនាញទាំងនេះបង្កើតឱកាសក្នុងការចាប់យកអាជីពក្នុងវិស័យវេរីវប្បកម្មទាំងផ្នែកចិញ្ចឹមនិងការកែច្នៃវេរីវប្បកម្មគឺសម្រាប់ទាំងអស់គ្នាយើងជឿជាក់លើឱកាសស្មើគ្នាដែលក្មេងស្រីត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការសិក្សាជំនាញបច្ចេកទេសនេះកម្មវិធីនេះធ្វើឲ្យខ្ញុំមើលឃើញឱកាសការងារកាន់តែច្រើនកសាងអនាគតជាមួយវេរីវប្បកម្ម